មានប្អូនស្រីម្នាក់គាត់ឆាតមកសួរខ្ញុំហើយខ្ញុំធ្លាប់ទទួលសំណួរបានច្រើនប្រភេទតែប៉ុន្តែខ្ញុំអត់ដែលគិតថាវាមានប្រភេទដែលគាត់សួរអញ្ចឹងអាប្រភេទដែលគាត់សួរនោះវាធ្ងន់ជាងគេបើតាមខ្ញុំមើលទៅហើយខ្ញុំចង់លើកវាយកមកនិយាយព្រោះសំណួរខ្លះវាមានស្រាលវាមានល្មមវាមានធម្មតាវាមានទូទៅប៉ុន្តែសំណួរគាត់គឺវាធ្ងន់មែនតើឥឡូវរឿងគាត់គឺអញ្ចឹងគាត់អាយុ24ឆ្នាំសប្តាហ៍ហ្នឹងហើយគាត់មានគ្រួសារហើយគាត់ក៏មានកូនរួចដែរមិត្តភាពប្តីប្រពន្ធគាត់ធម្មតាជាទូទៅការរស់នៅមួយគ្នារកម្មរកូសតិចតួចវាជារឿងធម្មតាហើយមិនដែលឆ្លោះគ្នាទាស់ទែងអីធំដុំទេហើយបើសួរថាអារម្មណ៍ស្រឡាញ់វាអាចទូទៅមិនជា sweet ពេកអីទេមិនផ្អែមល្ហែមអីពេកទេប៉ុន្តែមកល្មមដែលគាត់អាចនិយាយបានថាគាត់គោរពប្តីគាត់ស្រឡាញ់ប្តីគាត់សមរម្យហើយក៏គាត់អាណិតប្តីគាត់ដែរពីព្រោះគាត់ដឹងច្បាស់ថាប្តីរបស់គាត់ស្រឡាញ់គាត់ខ្លាំងមែនទែនអញ្ចឹងបើមើលទៅគឺគ្រួសារគាត់អត់មានវិបត្តិអីទេហើយជាមួយនឹងកូនមួយទៀតគឺវាដូចតែគេដូចតែឯងទូទៅប៉ុន្តែអ្វីដែលជាបញ្ហាសម្រាប់គាត់ដែលគាត់លើកមកហ្នឹងគឺសប្តាហ៍ថ្ងៃគាត់កំពុងតែមានចិត្តស្រឡាញ់ជាមួយនឹងបុរសម្នាក់ដែលជាមិត្តភ័ក្តិរបស់ប្តីគាត់ពួកម៉ាក់របស់ប្តីគាត់ហ្នឹងញ៉ាយគាត់សម្ដីរបស់ពួកម៉ាក់ប្តីគាត់ហ្នឹងគឺជាមនុស្សសម្ដីផ្អែមល្ហែមយកចិត្តទុកដាក់ជាមួយគាត់ហើយគាត់ថានៅពេលដែលបាននិយាយជាមួយគ្នាពេលពិបាកចិត្តពេលគិតច្រើនផ្សេងៗគាត់ទៅនិយាយលេងជាមួយនឹងពួកម៉ាក់ប្តីរបស់គាត់សប្បាយចិត្តឡើងវិញច្រើនហើយគាត់ថាគាត់នឹកគេច្រើនអារម្មណ៍គាត់នៅដែនដងជាមួយគេច្រើនពេលមកដេកមកផ្ទះវិញគាត់សម័យឃើញមុខគេគាត់លងស្រឡាញ់ពួកម៉ាក់ប្តីរបស់គាត់នឹងហើយពួកម៉ាក់ប្តីរបស់គាត់នឹងក៏ញ៉ែគាត់ក៏តាមគាត់យូរឆ្នាំហើយក៏ជាបរិសុទ្ធពោះម៉ាយអញ្ចឹងសំណួររបស់គាត់ដែលគាត់ចោទសួរខ្ញុំធំនឹងមានប្រមាណចំណុចដែរខ្ញុំសូមអានសំណួរគាត់ណាសំណួរដែលគាត់សួរខ្ញុំនឹងគាត់ថាជាមួយនឹងស្ថានភាពគាត់បែបហ្នឹងតើគាត់គួរធ្វើបែបម៉េចហើយអាហ្នឹងវាទៅលេងបន្តិចប៉ុន្តែអាសំណួរយ៉ាងច្រើនបន្តិចតែគាត់សួរបន្ថែមទៀតហ្នឹងគាត់សួរថាតើគាត់គួរតែសម្រេចចិត្តចោះចេញពីគ្រួសារគាត់ឬក៏អត់បើសិនជាគាត់ស្រឡាញ់គេខ្លាំងតើគាត់គួរលែងប្តីឬក៏អត់ហើយគាត់ចង់ឲ្យខ្ញុំណែនាំថាតើជំរើសហ្នឹងបើសិនជាគាត់ចង់ចោះចោលប្តីរបស់គាត់ហ្នឹងជាអំពើខុសឬក៏ជាអំពើត្រូវសំណួរនេះសម្រាប់ខ្ញុំដំបូងវារៀងចម្លែកដែរឥឡូវខ្ញុំរាប់ថាជាសំណួរធម្មតាចុះហើយខ្ញុំនឹងឆ្លើយវាឲ្យធម្មតាទូទៅហើយខ្ញុំសូមចិត្តឲ្យបងប្អូនមានការជេរបន្តិចអីណាស្ដាប់ជាការស្វែងយល់អំពីស្ថានភាពគាត់ចាត់ទុកថាគាត់នៅក្មេងក៏អត់យល់ហើយយើងនឹងបញ្យល់គាត់ដោយត្រង់ទូទៅថាតើវាមានស្អីហើយតើយើងគួរគិតវាបែបម៉េចនៅក្នុងស្ថានភាពបែបហ្នឹងអូខេឥឡូវខ្ញុំចង់ឆ្លើយតបទៅបងអូនស្រីតែម្ដងនៅចំណុចត្រង់មុននឹងខ្ញុំឆ្លើយសំណួររបស់គាត់បងអត់ដឹងថាបងឯងសប្តាហ៍ឆ្លាតឬក៏រៀនបានតិចឬក៏ច្រើនបងអធិស្ឋានផងបងអត់ចង់សន្និដ្ឋានថាបងឯងមានកម្រិតបញ្ញាប៉ុណ្ណាទេប៉ុន្តែបងចង់បញ្ជាក់បងឯងថាវេទិការបស់បងពេលដែលបងចង់ឆ្លើយសំណួរអ្នកណាមួយដែលគាត់បោះមកឲ្យបងមើលហ្នឹងបងតែងតែពិចារណាថាតើពួកគាត់នឹងចង់បានចម្លើយនឹងឬក៏អត់ចង់ត្រូវការយល់អីពីសកម្មភាពគាត់អត់មិនមែនបងចេះតែឆ្លើយទេតោះតែបងអាចមើលទៅឃើញថាគាត់ពិតជាត្រូវការយល់ត្រូវការចង់ដឹងអំពីស្ថានភាពគាត់ចង់ស្វែងយល់ពីផ្លូវចិត្តរបស់គាត់អញ្ចឹងបងអាចព្យាយាមពយល់ទៅតាមចំណេះយល់ដឹងឲ្យគាត់បានយល់ប៉ុន្តែបើសិនជាគាត់បោះសំណួរមកបងឬក៏បោះសាច់រឿងមកឲ្យបងពិនិត្យដើម្បីតែឲ្យបងយកវាមកនិទាននៅក្នុងនេះហើយដើម្បីតែប្រើបងជាប្រៀបនាំសារដើម្បីបញ្ចេញយោបល់អានេះមិនមែនជាវេទិកាបងទេបងមើលសាច់រឿងនឹងហើយតោះតែបងដឹងថាតើវាមានគំនិតអីដែលអាចចែកម្លែកឲ្យយល់បានបងយកវាមកនិយាយហើយទី2បើសិនជាបងឯងមកសួរបងដោយសារតែចង់បានយោបល់ថាអូនឯងគួរតែដើរតាមបេះដូងឬក៏គួរតែលែងប្តីឬមិនគួរលែងប្តីបងក៏ប្រាប់ឲ្យច្បាស់ហើយថាអានេះក៏មិនមែនជាវេទិកានឹងដែរវេទិការបស់បងមិនមែនជាវេទិកាក្នុងការនាំអាតឬណែនាំឲ្យអ្នកណាម្នាក់ទៅលែងប្តីឬមិនលែងប្តីឬក៏ធ្វើជំរើសណាមួយទេដោយសារអីដែនអំណាចរបស់បងមិនមែនជាអ្នកដែលអាកាត់អាយុជីវិតរបស់គេទេរឿងវិបត្តិអីផ្សេងបងមានលទ្ធភាពធ្វើបញ្យល់ឲ្យយល់ហើយបងឯងសម្រេចចិត្តធ្វើអីឲ្យតែបងឯងអាចសប្បាយចិត្តរីករាយនឹងខ្លួនឯងហើយស្រស់ស្រាយឡើងវិញបន្ទាប់ពីវិបត្តិទាំងអស់បងឯងយល់បានច្បាស់ហើយដឹងអំពីវិធីសាស្ត្រក្នុងការកែច្នៃវិបត្តិហ្នឹងប៉ុន្តែបើសិនជាមកសុំយោបល់ដើម្បីឲ្យបងជំរុញថាធ្វើទៅឬក៏មិនបាច់ធ្វើអញ្ចឹងទេមិនមែនជាវេទិកាបងទេហើយចំណុចទី3រាល់រឿងទាំងអស់គឺបងអត់ជឿ 100% ទេរឿងអ្នកខ្លះគាត់និយាយធ្វើដូចជាគាត់ជន់រងគ្រោះក្នុងសាច់រឿងណាមួយអញ្ចឹងបងនឹងមិននិយាយក្នុងន័យកាន់ជើងអ្នកណាទាំងអស់ឲ្យតែគាត់បញ្យល់សាច់រឿងបងប៉ុណ្ណាបងទទួលយកប៉ុណ្ណឹងប៉ុន្តែបងនិយាយនៅក្នុងគោលដៅមួយដែលសង្ឃឹមថាអ្នកដទៃឬក៏ទស្សនិកជនគាត់ស្ដាប់ហើយគាត់យល់មិនមែននិយាយដើម្បីកាន់ជើងប្អូនឬក៏កាន់ជើងខាងប្តីឬក៏កាន់ជើងខាងប្រពន្ធទេអានោះបងសុំគូបន្ទាត់នៅប្រឡោះហ្នឹងឥឡូវចូលដល់សាច់រឿងបងឯងបើសិនជាបងឯងកំពុងជួបស្ថានភាពថារារែកដោយសារតែមានអារម្មណ៍ទូទុនជាមួយគេឬក៏គេស្រឡាញ់បងឯងស្រឡាញ់គេហើយបងឯងកំពុងតែទាស់ចិត្តខ្លួនឯងរឿងគួរលែងប្តីឬមិនគួរដើម្បីឲ្យបងឯងអាចសម្រេចចិត្តនឹងបានបងចង់ឲ្យបងឯងព្យាយាមគិតឲ្យយល់បន្តិចអំពីស្ថានភាពខ្លួនឯងថាតើគួរកលេចទៅមើលជ្រុងណាខ្លះមុននឹង
ឈានទៅដល់ដំណាក់កាលសម្រេចចិត្តជ្រុងដែលបងឯងត្រូវមើលទី1បុគ្គលដែលពាក់ព័ន្ធបងឯងទាំងអស់ភាគីខាងប្តីភាគីកូនឬក៏ភាគីអ្នកជំវិញខ្លួនឬក៏ភាគីខាងប្រុសដែលគាត់ញ៉ែបងឯងឬក៏បងឯងញ៉ែគាត់នឹងដៃគូថ្មីដែលបងឯងគិតថាស្រឡាញ់គ្នាស្មោះស្ម័គ្រនឹងអញ្ចឹងឥឡូវបងលើកដៃគូផ្នែកខាងប្តីសិនដូចបងឯងបាននិយាយប្រាប់បងអញ្ចឹងប្តីបងឯងគឺបងឯងគោរពធម្មតាបងឯងស្រឡាញ់ធម្មតាហើយគាត់ក៏មិនដែលបានធ្វើរឿងណាមួយក្តៅក្រហាយឲ្យបងឯងស្រក់ចិត្តឬក៏ធ្វើឲ្យបងឯងពិបាកចិត្តដែរអញ្ចឹងបងសួរមួយថាតើវាយុត្តិធម៌ឬក៏វាមានធម៌មេត្តាអត់ចំពោះបុគ្គលដែលគាត់ស្រឡាញ់បងឯងខ្លាំងហើយសប្តាហ៍ថ្ងៃមិនដែលបង្ករឿងឲ្យបងឯងលំបាកចិត្តថែមទាំងជាឪពុកដ៏ល្អហើយជាប្តីមួយស្រឡាញ់ប្រពន្ធខ្លាំងអញ្ចឹងបងចង់ឲ្យសម័យថាបើសិនជាសុកបងឯងស្រឡាញ់គេចង់ងាប់ហើយគេមកដល់ដោះដៃកិច្ចការជាមួយឯងហ្មងដោយសារតែមូលហេតុគេថាគេលែងស្រឡាញ់ឯងតើឯងអាចមានលទ្ធភាពយល់ពីហ្នឹងទេបងឯងអាចមានអារម្មណ៍អីខ្លះកើតឡើងនៅពេលដែលត្រូវទទួលស្គាល់ថាអញអត់មានបានខុសអីសោះប៉ុន្តែគេសម្រេចចិត្តផ្ដាច់ខ្លួនចេញពីអញអញ្ចឹងបងព្យាយាមយល់ប្រឡោះនឹងមិនតិចទៀតមើលបងឯងសាកសម័យឃើញតែហេតុអីបានជាបងសម្រេចចិត្តការឬក៏ស្រឡាញ់គាត់តាំងពីថ្ងៃដំបូងមកហ្នឹងសំខាន់នៅពេលដែលគេឈប់ស្រឡាញ់ហើយមិនមែនដោយសារគេអស់ចិត្តទេតែដោយសារតែគេស្រឡាញ់អ្នកថ្មីដែលជាមិត្តភក្តិរបស់ខ្លួនទៀតបងអាចសម័យអារម្មណ៍នឹងជាគាត់មើលតាបងមានអារម្មណ៍មិនអានឹងជ្រុងខាងប្តីណាឥឡូវជ្រុងខាងកូនម្ដងយើងសម័យថាកូនយើងបងអត់ដឹងថាកូនអនឡាញទូឬក៏ធំទេណាប៉ុន្តែសុកគ្នាមានម៉ែមានឪដោយសារតែជំរឿសបងឯងចង់មានស្នេហាថ្មីជាមួយអ្នកដទៃបងឯងសម័យថាតើកូនរបស់យើងនឹងយ៉ាងម៉េចដែរហើយបងអត់ចង់និយាយច្រើនទៅលើកូនទេប៉ុន្តែបងឯងអាចសម័យបានហើយដើម្បីបងឯងអាចសម្រេចចិត្តបានបងឯងសួរទៅម៉ាត់ថាតើបងឯងខ្វល់ពីអារម្មណ៍កូនរបស់ខ្លួនឬក៏អត់ខ្វល់អំពីអនាគតគ្នាឬក៏អត់អញ្ចឹងឥឡូវបងផាត់ពីអ្នកនឹងចេញសិនឥឡូវបងនិយាយកលេចមកមើលមិត្តភក្តិប្តីប៉ុនអូនឯងដែលជាមនុស្សដែលបងឯងស្រឡាញ់ឬក៏សារភាពនិយាយថាស្រឡាញ់គ្នាទៅវិញទៅមកបងសួរថាអញ្ចឹងតើគាត់ជាមនុស្សបែបម៉េចសម្ដីគាត់អាចផ្អែមល្ហែមជាមួយអូនឯងប៉ុន្តែបងសួរថាក្នុងនាមជាមិត្តភក្តិជាមួយគ្នាប៉ុន្តែគាត់ដឹងថាអូនឯងជាប្រពន្ធរបស់ពួកម៉ាក់ខ្លួនឯងហើយថែមទាំងគាត់នៅតែចង់ញ៉ែឬក៏ចង់លុកថ្លើមមិត្តភក្តិទៀតបើគាត់អាចមានលទ្ធភាពក្បត់មិត្តភក្តិបងសួរអូនឯងថាតើគាត់អាចមានលទ្ធភាពក្បត់អូនឯងអត់បើសំបីតែមិត្តភក្តិជាមនុស្សដែលគាត់ស្រឡាញ់មានមិត្តភាពយូរឆ្នាំជាមួយគ្នាគាត់ហ៊ានក្បត់ទំនុកចិត្តចុះសម្រាប់មនុស្សស្រីហើយភាគច្រើនក្នុងភេទជាប្រុសអាភាសាផ្អែមល្ហែមអាចរិតស្វីតទាំងអស់ហ្នឹងវាមិនមែនជាភាសាដែលលំបាកសម្រាប់គាត់ក្នុងការប្រព្រឹត្តឬក៏សម្ដែងចេញទេគាត់ពុតតែបន្តិចគាត់ប្រឹងសម្ដែងតែបន្តិចក៏បងឯងអាចជឿថាគាត់ជាមនុស្សទន់ភ្លន់ជាមនុស្សប្រកែលងបានដែរតើអូនឯងមានកុងទ័រស្អីទៅវាស់ដើម្បីឲ្យដឹងថាតើពួកម៉ាក់ប្តីរបស់អូនឯងហ្នឹងស្រឡាញ់អូនឯងខ្លាំងដល់កម្រិតមួយដែលអូនឯងត្រូវហ៊ានបំផ្លាញគ្រួសារខ្លួនឯងដើម្បីមនុស្សដែលក្បត់នឹងមិត្តភក្តិខ្លួនឯងហើយបងចង់អូនឯងសង្កេតទៅលើជំរឿសដែលអូនឯងនឹងសម្រេចចិត្តនឹងតិចទៀតណាបើសិនជាអូនឯងអត់ស្គាល់អារម្មណ៍គេហៅថាស្អីទៅជាភាពអាត្មានិយមអាត្មានិយមហ្នឹងគឺវានៅក្នុងកម្រិតមួយថាអញ្ចឹងបើសិនជាបងឯងស្រឡាញ់ខ្លួនឯងយកចិត្តទុកដាក់ជាមួយខ្លួនឯងហើយអត់ប៉ះពាល់ជាមួយអ្នកដទៃធ្វើអ្វីគ្រប់យ៉ាងដើម្បីប្រយោជន៍ខ្លួនឯងដោយរីករាយហើយល្អទៅវិញទៅមកគ្រប់គ្នាអាហ្នឹងគេអត់ហៅអាត្មានិយមទេប៉ុន្តែបើសិនជាជំរឿសដែលបងឯងនឹងសម្រេចចិត្តដើម្បីសុបាយដើម្បីរីករាយសម្រាប់ខ្លួនឯងហ្នឹងប៉ុន្តែវាជះអត្តពលប៉ះពាល់ទៅដល់កូនខ្លួនឯងទៅដល់ប្តីជាទីស្រឡាញ់របស់ខ្លួនហើយទៅដល់សាច់ញាតិហើយជាងនឹងទៅទៀតអ្វីដែលបងឯងបំផ្លាញធំជាងគេគឺគុណតម្លៃខ្លួនឯងកិត្តិយសសេចក្តីថ្លៃថ្នូររបស់ខ្លួនឯងដែលបើសិនជាបងឯងសម្រេចចិត្តយកជំរឿសហ្នឹងទៅវាសមហេតុផលដែលគេនឹង deal ឬក៏វាយតម្លៃប្រមាថការទៀនថាប្អូនគឺជាមនុស្សដែលអាត្មានិយមជាងនឹងទៅទៀតគឺជាស្រីផិតប្តីអញ្ចឹងបងសួរថាប្អូនទ្រាំបានអត់ជាមួយនឹងពាក្យពេចន៍ទាំងអស់ដែលអាចកើតឡើងបន្ទាប់ពីបងឯងសម្រេចចិត្តជ្រើសរើសជំរឿសមួយនឹងអញ្ចឹងបើសិនជាបងឯងនិយាយថាតែខ្ញុំស្រឡាញ់គាត់ខ្លាំងបើពីបងទៅបងមើលស្អីរឿងហ្នឹងអាស្រឡាញ់ខ្លាំងបងធីបមកដុំប៉ុន្តែបងចង់សួរថាចេះស្នេហាស្មោះស្ម័គ្រស្អីដែលសំខាន់ជាងគេអាស្នេហាស្មោះស្ម័គ្រអាស្នេហាដែលមានន័យស្នេហាអីគេអូនឯងក៏ចង់បានភាពស្មោះត្រង់ពីស្វាមីដែរមែនទេអត់ចង់ឲ្យប្តីកុហកលួចលាក់ឬក៏ទៅបែកចិត្តមានថ្មីទេហើយអូនឯងក៏ប្រហែលជាគិតថាអានឹងគឺជារូបមន្តដ៏ធំមួយនៅក្នុងការធ្វើឲ្យស្នេហានឹងវាជាស្នេហាស្មោះស្ម័គ្រឬក៏ជាប្រភេទស្នេហាដ៏អស្ចារ្យមួយអញ្ចឹងណាចុះបើសិនជាបងឯងជាអ្នកសម្រេចចិត្តផិតក្បត់ឬក៏ធ្វើឲ្យតម្លៃស្នេហានឹងសាបអញ្ចឹងបងចង់សួរថាតើអាស្នេហាដែលអូនឯងកាន់ក្បង់មកដៃយកទៅចែកជាមួយនឹងអ្នកដទៃហ្នឹងឬក៏មនុស្សដែលក្បត់មិត្តភក្តិខ្លួនឯងហ្នឹងចង់ប្រពន្ធគេហ្នឹងអូនឯងគិតថាស្នេហាហ្នឹងវាជាស្នេហាផូរផង់អត់អញ្ចឹងណាអញ្ចឹងអូនឯងថ្លឹងខ្លួនឯងសម្រាប់បងគិតថាបើសិនជានៅក្នុងមិត្តភាពប្តីប្រពន្ធពីរនាក់ស្រាប់តែប្រហែលជាមានសកម្មភាពមួយចំនួនធ្វើឲ្យបងឯងហើយនឹងប្តីរបស់បងឯងចាប់ផ្ដើមសក់អារម្មណ៍លែងសូវ sweet លែងសូវមានអានឹងហើយដល់ពេលអូនឯងទទួលបានអាចចឹងពីអ្នកផ្សេងវាធ្វើឲ្យបងឯងចង់ទទួលបានវាច្រើនទៀតពីបរិះម្នាក់ហ្នឹងតាមពិតទៅអ្វីដែលបងឯងអាចធ្វើគឺបងឯងគ្រាន់តែនិយាយជាមួយស្វាមីឲ្យយល់
ថាពួកឯងចង់បានអារម្មណ៍ចឹងត្រឡប់មកវិញពួកឯងចង់មានអារម្មណ៍រីករាយជាមួយគ្នាពួកឯងចង់ switch ជាមួយគ្នាប្រហែលជាប្តីខ្លួនឯងមិនកំណាញ់នឹងចែករំលែកមកឯងឲ្យបានច្រើនជាងហ្នឹងឯងបើសិនជាប្តីខ្លួនឯងជាមនុស្សដែលលាក់ឬក៏អត់សូវចេះបញ្ចេញភាសាស្នេហាឲ្យអូនឯងបានសប្បាយចិត្តក្នុងការរីករាយជាមួយជីវិតគ្រួសារហ្នឹងហើយជាចុងក្រោយបងចង់អូនឯងទទួលស្គាល់ការពិតមួយថាចេះណានៅពេលដែលបងឯងមានអារម្មណ៍រំភើបរីករាយជាមួយនឹងអ្វីមួយឬក៏នរណាម្នាក់មិនមែនមានន័យថាបងឯងត្រូវតែរត់តាមគេទេណាហើយសំខាន់បើរត់តាមគេហើយបានល្អជាក៏រងទី 100% អាហ្នឹងប្រហែលជាអត់អីទេចុះបើសិនជារត់តាមគេមិនទាន់បានប្រមាណផងស្រាប់តែគេប្រឡែងអូនឯងមកវិញឬក៏គេលែងត្រូវការអូនឯងតើអូនឯងគិតថាអូនឯងទទួលយកស្ថានភាពនឹងបានអត់ហើយបើសិនជាអូនឯងនៅតែមានចិត្តចង់លែងជាមួយនឹងស្វាមីចាស់ហ្នឹងបងចង់អូនឯងទទួលស្គាល់តែប្រមាណចំណុចទេថាបើសិនជាចង់លែងឬចង់ដើរចេញពីនរណាម្នាក់អូនឯងត្រូវប្រកាសថាជំរឿសដើរចេញទាំងអស់ហ្នឹងមិនមែនដើរចេញដោយសារតែអារម្មណ៍មិនច្បាស់លាស់ដោយសារតែអូនឯងនៅសពិចសពិលទេបងចង់ឲ្យអូនឯងសួរខ្លួនឯងឲ្យច្បាស់ថាតើអញដើរចេញដោយសារតែគេធ្វើបាបអញគេជាប្តីមិនល្អឬក៏អញដើរចេញដោយសារតែអញជាមនុស្សដែលមានមួយមិនស្កប់ហើយចម្លើយហ្នឹងបងចង់ប្រាប់ថាមិនថាអូនឯងជ្រើសរើសជំរើសមួយណាទេអូនឯងត្រូវតែយល់ថាជំរើសហ្នឹងវានឹងបញ្ជាក់ថាប្អូនជាមនុស្សបែបណាហើយអូនឯងសួរខ្លួនឯងមើលអូនឯងចង់ខ្លាយជាមនុស្សប្រភេទម៉េចជាមនុស្សដែលគោរពឲ្យតម្លៃស្វាមីស្រឡាញ់គាត់តបស្នងក្តីស្រឡាញ់វិញជាមួយនឹងគ្រួសារនឹងតទៀតឬក៏ពួកឯងហ៊ានដាច់ចិត្តបំផ្លាញមនុស្សដែលកំពុងតែស្រឡាញ់ពួកឯងខ្លាំងនឹងបំផ្លាញកូនខ្លួនឯងឬក៏បំផ្លាញសេចក្តីថ្លៃថ្នូររបស់ខ្លួនឯងដើម្បីទៅមានស្នេហាជាមួយនឹងមនុស្សដែលកំពុងតែបំផ្លាញគ្រួសារពួកឯងទាំងមូល